Bismillahirrahmanirrahim. Alhamdulillahirabbil alamin wassalatu wassalamu ala asyrafil anbiya'i wal mursalin nabiyina Muhammad wa ala alihi wa sahbihi wasallam. Assalamualaikum warahmatullahi wabarakatuh. បងប្អូនទាំងអស់ជាទីគោរពជាទីស្រឡាញ់ថ្ងៃនេះគឺយើងមានប្រធានបទថ្មីមួយទាក់ទងជាមួយនឹងអនិយមវិន័យនៅក្នុងការរស់នៅវលិនឌីបាតហើយនឹងការគោរពវិន័យចឹងវិន័យវាជាចំណែកមួយនៃភាពជោគជ័យនៅក្នុងជីវិតរបស់យើងហើយក៏វាជាចំណែកមួយដ៏ធំមែនតើមិនថាយើងជាមេគ្រួសារយើងជាសិស្សយើងជាគ្រូបង្រៀនយើងជាបុគ្គលិកជាប្រធានឬក៏រហូតទៅដល់ថ្នាក់ដឹកនាំគឺវាទាមទារឲ្យយើងមាននិយមមានន័យថាវិន័យសម្រាប់ឋានខ្លួនយើងសម្រាប់ស្ថាប័នរបស់យើងវិន័យគឺជាប្រព័ន្ធនៃសកម្មភាពដែលយើងអនុវត្តវាដើម្បីសម្រេចនៅគោលដៅណាមួយជាក់លាក់ណាគោលដៅណាមួយជាក់លាក់ឧទាហរណ៍ថាតើតើនៅសាលាមួយគឺសម្រាប់សិស្សមានន័យថាគាត់ត្រូវមានឯកសណ្ឋានគាត់ត្រូវម៉ោងមានម៉ោងមកសាលារៀនហ្នឹងគឺមកដល់ម៉ោងប៉ុន្មានហើយគាត់ចូលរៀនម៉ោងប៉ុន្មានហើយនៅក្នុងម៉ោងនីមួយៗហ្នឹងគឺគាត់ត្រូវរៀនអីមុខវិជ្ជាអីអញ្ចឹងគេមាន system គេមាននិយមរបស់វាអញ្ចឹងកូនសិស្សឬក៏គ្រូនឹងគឺត្រូវអនុវត្តទៅតាមនិយម system វិន័យប្រព័ន្ធនៃការគ្រប់គ្រងទៅតាមអ្វីដែលគេបានកំណត់ឧទាហរណ៍ដូចជាកាលណាយើងចង់ចូលរៀនគឺយើងត្រូវមានដាក់ពាក្យអាណាព្យាបាលមកដាក់ពាក្យអីចឹងទៅចោះឈ្មោះចូលរៀនចឹងទៅនៅពេលណាដែលគាត់ចង់ដកខ្លួនចេញពីសាលាហ្នឹងមានន័យថាគាត់ត្រូវមានពាក្យសុំលាលែងឬក៏សុំផ្ទេរការសិក្សាអីចឹងទៅអាហ្នឹងគឺដើម្បីអីដើម្បីរៀបចំឲ្យមានប្រព័ន្ធហើយនាំឲ្យការងាររបស់យើងនេះគឺជោគជ័យនាំឲ្យការងាររបស់ជោគជ័យអញ្ចឹងតើតើជាមួយនឹងនិយមហ្នឹងគឺវាមានធាតុពីរដែលសំខាន់ធាតុទី1គឺមនុស្សធាតុមនុស្សហ្នឹងគឺជាធាតុដែលសំខាន់អញ្ចឹងបើសិនជាកូនសិស្សម្នាក់គាត់ឆ្លងកាត់នៅការអប់រំកម្រិតបឋមរហូតដល់ថ្នាក់វិទ្យាល័យអញ្ចឹងគាត់ឆ្លងកាត់នៅការគោរពវិន័យដូច្នេះនៅក្នុងដំណើរជីវិតរបស់គាត់គាត់ច្បាស់ជាមានវិន័យមានទម្លាប់ណាមួយដែលល្អហើយនៅពេលដែលគាត់ទៅអនុវត្តវិជ្ជាជីវៈរបស់គាត់នៅក្នុងសង្គមគឺគាត់មានវិន័យដែរអញ្ចឹងទី1គឺធាតុសំខាន់មានន័យថាធាតុមនុស្សនឹងឯងដែលជាអ្នកអនុវត្តទី2អាលីយ៉ាតយន្តការមានន័យថាអ្វីទាំងឡាយណាដែលនាំឲ្យយើងអាចគោរពបាននៅវិន័យអញ្ចឹងនៅក្នុងនោះវាត្រូវមានបទបញ្ជាផ្ទៃក្នុងជាយន្តការមួយបើសិនជាយើងចង់ឲ្យមនុស្សគោរពវិន័យយើងត្រូវមានបទបញ្ជាផ្ទៃក្នុងដើម្បីប្រកាសជាទូទៅថានៅពេលដែលយើងបម្រើការនៅស្ថាប័នមួយគឺយើងត្រូវអនុវត្តអីខ្លះឧទាហរណ៍ថានៅក្នុងមួយឆ្នាំតែយើងអាចសុំច្បាប់មកអត់មកធ្វើការរយៈពេលប្រហែលថ្ងៃអីចឹងទៅហ្នឹងហើយពេលដែលយើងឈប់សម្រាកយើងសុំឈប់សម្រាកថាយើងអាចសុំយ៉ាងម៉េចខ្លះអីម៉េចខ្លះអញ្ចឹងអាហ្នឹងយើងត្រូវរៀបជាប្រព័ន្ធនៅក្នុងដំណើរការនៃស្ថាប័នមួយអញ្ចឹងកូនយើងនៅក្នុងផ្ទះក៏យ៉ាងដែរនៅពេលដែលគាត់ចង់ទៅណាមកណាមានន័យថាគាត់ត្រូវមានការសុំអនុញ្ញាតពីឪពុកម្ដាយគាត់ចង់ទិញអីគាត់ចង់ស្គាល់អ្នកណាគាត់ចង់ទៅផ្សារឬក៏ទៅណាមានន័យថាឪពុកម្ដាយក៏ត្រូវមានវិន័យសម្រាប់កូនរបស់យើងដែរនោះគឺទើបធ្វើឲ្យជីវិតរបស់យើងនេះគឺវាទទួលបាននៅជោគជ័យហើយជាបុគ្គលដែលជោគជ័យអញ្ចឹងកាលណាយើងម្នាក់ជោគជ័យគ្រួសារយើងជោគជ័យភូមិមួយជោគជ័យសហគមន៍មួយឃុំមួយសង្កាត់មួយរហូតទៅដល់ប្រទេសមួយអញ្ចឹងនាំឲ្យប្រទេសយើងនេះគឺទទួលបានជោគជ័យដោយការគោរពនៅវិន័យអញ្ចឹងសម្រាប់វិន័យហ្នឹងគឺអល់ឡោះស៊ុបហានាហ៊ូវតាអាឡាគាត់បានប្រាប់យើងនៅក្នុងគម្ពីរអល់កុរអានមានអាយ៉ាតជាច្រើនដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡាគាត់ប្រាប់អំពីវិន័យការបង្កើតរបស់អល់ឡោះនោះគឺវាមាននិយមវាមាន system វាមានប្រព័ន្ធរបស់វាច្បាស់លាស់នៅក្នុងជីវិតហ្នឹងអញ្ចឹងមានន័យថានៅក្នុងហ្នឹងគឺយើងមាននិយមការងារណាប្រព័ន្ធនៃការធ្វើការងារម៉ោងដេកបុគ្គលម្នាក់គាត់ត្រូវតែមានន័យថាមានវិន័យផ្ទាល់ខ្លួនដើម្បីឲ្យអារម្មណ៍គាត់ល្អដើម្បីឲ្យគាត់កុំឲ្យស្មុគស្មាញកុំឲ្យរញ៉េរញ៉ៃសាំញ៉ាំឧបសគ្គច្រើនដោយសារគាត់អត់មានរៀបចំកាលវិភាគឲ្យបានច្បាស់លាស់សម្រាប់ការងាររបស់គាត់
vì pro nè đây còn miền ca lệ phía cho bạc lo miền nizam chẳng miền này tha nó không chỉ vật bạc còn nó cứ ắt bà róm tệ tao chỉ muốn năng ắt toàn đôi tha ca nghi bật toàn rồi có ca nghi choan cái này thua ắt ruột ắt để đợt sai còn miền ca lệ phía cho bạc lo còn miền pro thì tên ca nghi rồi bạc còn cho bạc lo chẳng nó không nó cứ đi vào giật muối ông bị đào vụt đặt tay rahimahullah các bạn vậy thế innamal laylu wan nahar marahil laylu wan nahar cái này mình thay pe về lia rồi bao giờ ayu chỉ vật rồi bao giờ mà đã giúp ngày bro ayu chỉ vật bao giờ vì giúp ngày này marahil mình thay vì miền đông nạc ca rồi bao giờ wayanzilu hannas marhalatan marhalatan hai mình lúc dưới này cứ chỉ mỗi nâng pe về lia này cứ vì miền đông nạc ca rồi bao giờ ta phải dừng khmer chỉ từ ruộng nắng dạng mà dừng trâu hạt ấy kha Allah đã mau tam cùng đặt cái đầm bấy ở dưới che đi trong về liền tò mò che đa tò mò châu riêng thằng nào thì bật tay tò mò châu riêng nào thì môi bật thầm rồi hốt đào sẽ coi chỉ lấy rồi hốt đào miền Krusa rồi hốt đào miền Cang Nhiệt Vơ rồi hốt đào miền Côn Trai đi bà pi rồi hốt đào miền Trai rồi hốt đào sẽ làm từ chụp Allah Subhanahu Wa Taala cho mình đây thay chỉ vật bao nhiêu cứ việc chlong cắt nơi tầm nạ ca liền mỗi đây là Allah Subhanahu Wa Taala riêng chỉ system màu rồi cho nên đấy ta một riêng mê riêng đó Allah đó là dương này dương trâu sợ xa xoay nhớ hay mà riêng trong luôn dương ấy ở miền Việt này ở miền sân đạp nọ nó không nói Allah Subhanahu Wa Taala còn bàn firman tha wa shamsu tajri li mustaqarrin laha dhalika taqdirul azizil alim والقمر قدرناه منازل حتى عاد كالأرجون القديم لا الشمس ينبغي لها أن تدرك القمر ولا الليل سابق النهار وكل في فلك يسبحون អាយ៉ានេះគឺអល់ឡោះស៊ុបហានតាឡាប្រាប់អំពី system ព្រះអាទិត្យដែលអល់ឡោះបង្កើតមកគឺវាមានចលនាទៅដល់ទីដែលអល់ឡោះស៊ុបហានតាឡាបានកំណត់ហើយនោះគឺជាការកំណត់របស់ម្ចាស់របស់យើងអញ្ចឹងព្រះអាទិត្យនឹងបើសិនជាវាអត់មាននិសមទេហើយវាដើរម្ដងចេះម្ដងចុះអញ្ចឹងជីវិតរបស់យើងនៅលើផែនដីនេះគឺច្បុកច្បល់វាអាចឆេះវាអាចកកវាអាចស្អីអញ្ចឹងសពបែបយ៉ាងដោយសារព្រះអាទិត្យនឹងវាដើរទៅអត់មាន system អត់មានប្រព័ន្ធអីច្បាស់លាស់ទេដូច្នោះដែរផែនដីយើងបើសិនជាវាអត់ដើរច្បាស់លាស់ទេម្ដងលឿនម្ដងយឺតអញ្ចឹងមានន័យថារយៈពេលគឺអត់ដូចគ្នាទេថ្ងៃខ្លះ24ម៉ោងថ្ងៃខ្លះ12ម៉ោងថ្ងៃខ្លះតែ5ម៉ោងទេយប់ថ្ងៃវាអាចអញ្ចឹងអល់ឡោះសុបហានតាឡាកំណត់មកគឺមាននិសមច្បាស់លាស់មែនតើសម្រាប់ព្រះអាទិត្យសម្រាប់ផែនដីសម្រាប់ព្រះច័ន្ទក៏យ៉ាងដែរគឺអល់ឡោះសុបហានតាឡាកំណត់មកមានខ្នើតមានរោចសពបែបយ៉ាងចឹងនេះគឺជាការកំណត់របស់អល់ឡោះស៊ុបហានូវតាឡាដើម្បីឲ្យយើងយកជាមេរៀនសម្រាប់រៀបចំជីវិតរបស់យើងឲ្យមានវិន័យឲ្យមានច្បាប់ទម្លាប់ឲ្យមានសណ្ដាប់ធ្នាប់ដើម្បីដំណើរជីវិតរបស់យើងគឺបានជោគជ័យចឹងថ្ងៃនេះគឺយើងបានស្វែងយល់ទៅផងជាមួយនឹងនិសមវិន័យសណ្ដាប់ធ្នាប់ហើយសារៈសំខាន់របស់វាសម្រាប់ជីវិតរបស់យើង شكرا جزيلا والسلام عليكم ورحمة الله وبركاته